ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនេះខ្ញុំមានមុខម្ហូបមួយមុខដើម្បីយកមកបង្ហាញជូនបងប្អូនទស្សនាហើយសម្រាប់ម្ហូបមួយមុខនេះដែរមានឈ្មោះថាប្រហើរកូនកាត់ណាបងប្អូនចាគឺជាដំបូងនេះខ្ញុំធ្វើការបុកគ្រឿងជាមួយនឹងម្ទេសហើយសម្រាប់គ្រឿងក្រូចនេះមានដូចជាខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសហើយនឹងខ្ជាយបងប្អូនចាបុកលាយជាមួយនឹងកាពិណាបងប្អូនសម្លនេះបើសិនជាយើងបង់ប្រហុកក៏ត្រូវដែរប៉ុន្តែសម្រាប់នេះខ្ញុំចូលចិត្តដាក់កាពិអញ្ចឹងហើយនេះខ្ញុំបុកជាមួយកាពិតែម្ដងទៅបន្ទាប់មកនេះខ្ញុំមកធ្វើការហាន់ជាមួយនឹងសាច់បីជាន់បងប្អូនចានេះខ្ញុំអត់ប្រើសាច់សុទ្ធទេគឺប្រើសាច់បីជាន់វាឆ្ងាញ់ជាងមានជាតិជាងអញ្ចឹងណាបន្ទាប់មកយើងហាន់បន្លែហាន់អីវាឲ្យរួចរាល់សិនណាបងប្អូនចាហើយសម្រាប់បន្លែនេះយើងហាន់ឲ្យចំនួនទឹកក៏បានដែរអត់បញ្ហាទេហ្នឹងហើយចាប់វាដាក់មួយឡែកសិនមកយើងធ្វើការហាន់ជាមួយនឹងផ្សិតរបស់យើងបងប្អូនចាសម្រាប់ផ្សិតនេះដែរបងប្អូនអាចប្រើជាផ្សិតវែងក៏បានផ្សិតខ្លីក៏បានតែសម្រាប់នេះខ្ញុំគឺនេះខ្ញុំដាក់ពីរមុខហើយវាមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនចាហើយសម្រាប់ផ្សិតច្បើងនេះខ្ញុំដាក់រៀងច្រើនបន្តិចដែរហ្នឹងហើយបន្ទាប់មកនេះខ្ញុំមកធ្វើការចាត់ជាមួយនឹងននោងការពិតទៅបងប្អូនអាចប្រើននោងក៏បានអត់ក៏បានដែរឬក៏និយាយទៅដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងណាហើយបន្ទាប់មកនេះខ្ញុំមកធ្វើការបេះលឹកស្អំជាមួយនឹងស្លឹកបាសបងប្អូនចាគឺបន្លែនេះខ្ញុំគឺមានប្រហែលមុខនឹងឯងប្រហែលជា 4-5 មុខបងប្អូនចាបន្ទាប់មកនៅពេលដែលយើងរៀបចំលាងទឹកបន្លែរៀបរយហើយមកយើងមកធ្វើការដាំទឹកបងប្អូនចានៅពេលដែលយើងដាំទឹកវាឲ្យពុះហើយយើងបង់ជាមួយគ្រឿងយើងចូលទៅបងប្អូនហ្នឹងហើយយើងបន្ថែមជាមួយនឹងសាច់ជ្រូករបស់យើងមកដាក់រំងាស់វាឲ្យវាចាញ់ជាតិណាបងប្អូនងាស់វាឲ្យយូរតិចទៅឲ្យដើម្បីឲ្យវាចាញ់ជាតិបានល្អណាបងប្អូនចាបន្ទាប់មកយើងដាក់ទឹកត្រីបន្ទាប់មកនេះខ្ញុំដាក់ប៊ីចេងជាមួយនឹងម្សៅស៊ុបបងប្អូនចាហើយនឹងលួចស្ករសបន្តិចដែរដោយសារតែនេះខ្ញុំអត់សូវជាចូលចិត្តផ្អែមខ្លាំងទេអញ្ចឹងហើយនេះខ្ញុំដាក់តែបន្តិចទេបងប្អូនរួមទៅសម្លយើងវាផ្អែមស្រាប់ហើយដោយសារតែយើងដាក់បន្លែច្រើនយើងមិនបាច់ដាក់ស្ករក៏បានដែរបន្លែដាក់អីយើងចូលទៅបងប្អូនចានិយាយរួមទៅបន្លែណាដែលរឹងយើងដាក់បងមុនទៅដាក់វាមកពុះហើយចាំយើងបងបន្លែណាដែលវាឆាប់រលួយហ្នឹងហើយដូចជាផ្សិតនេះអីគឺឆាប់រលួយមែនតើបងប្អូនចាវាឆាប់ឆ្អិនហើយយើងដាក់តែមកពុះទៅហើយបន្ទាប់មកយើងបងស្លឹកបាសចូលបងប្អូនចាដាក់ស្លឹកបាសមកត្រឡប់ហើយចាំយើងបងស្អំចូលសម្រាប់ស្អំនេះយើងដាក់តែមួយផ្លែតទេបងប្អូនចាដោយសារយើងមិនបាច់ទុកយូរពេកទេកាលណាងាស់យូរពេកវាលួយខ្លាំងអញ្ចឹងហើយយើងដាក់តែមកស្ពាប់ទៅបានហើយបងប្អូនចាហើយសម្រាប់រសជាតិវិញនិយាយថាឆ្ងាញ់លេខ1តែម្ដងបងប្អូនចានិយាយរួមទៅមុខម្ហូបមួយមុខនេះមិនបាច់ចាំប្រើសាច់ក៏ឆ្ងាញ់ដែរគឺមានតែបន្លែមានតែផ្សិតហ្នឹងក៏រសជាតិឆ្ងាញ់ដែរបងប្អូនចាហើយសម្រាប់វីដេអូនេះដែរក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅឱកាសក្រោយទៀតជម្រាបលាបាយបាយ